ភ្លៀងធ្លាក់ស្រទន់លើដំបូលសង្កសីនៃផ្ទះតូចមួយនៅជាក្រុងភ្នំពេញនៅក្នុងបន្ទប់ងឹតស្រអាប់មានក្មេងស្រីម្នាក់ឈ្មោះកស្រីនាងអង្គុយមើលភ្លៀងតាមបង្អួចនាងមានអាយុទើបតែ20ឆ្នាំប៉ុន្តែជីវិតពោពេញទៅដោយការលំបាកឪពុកបង្កើតរបស់នាងស្លាប់តាំងពីនាងនៅតូចទុកឲ្យម្ដាយគឺអ្នកស្រីមីលាចិញ្ចឹមតែម្នាក់ឯងប៉ុន្មានឆ្នាំក្រោយម្ដាយនាងបានរៀបការថ្មីជាមួយបុរសម្នាក់ឈ្មោះកវីរៈដំបូងគេវីរៈមើលទៅជាមនុស្សល្អសុភាពស្រឡាញ់គ្រួសារហើយជួយចិញ្ចឹមស្រីនាងដូចកូនបង្កើតតែពេលវេលាកន្លងទៅអ្វីក៏ចាប់ផ្ដើមផ្លាស់ប្ដូរវីរៈចាប់ផ្ដើមមើលស្រីនាងដោយក្រសែភ្នែកចម្លែកពេលម្ដាយនាងទៅធ្វើការយប់គាត់តែងរកលេសចូលមកនិយាយជាមួយនាងក្នុងបន្ទប់ស្រីនាងចាប់អារម្មណ៍ថាមានអ្វីមិនប្រក្រតីប៉ុន្តែនាងមិនហ៊ានប្រាប់ម្ដាយទេព្រោះខ្លាចគ្រួសារបែកបាក់យប់មួយខ្យល់ត្រជាក់បក់ចូលតាមបង្អួចភ្លើងក្នុងផ្ទះរលត់ដោយសារភ្លៀងខ្លាំងស្រីនាងភ័យងឹតក៏អង្គុយស្ងៀមនៅលើគ្រែទ្វារបន្ទប់ត្រូវបានបើកយឺតវីរៈដើរចូលមកជាមួយពន្លឺទូរស័ព្ទស្រាលកូននៅម្នាក់ឯងភ័យទេគាត់សួរដោយសំឡេងទន់ស្រីនាងងក់ក្បាលតិចបាទខ្ញុំមិនសូវចូលចិត្តងឹតទេវីរៈអង្គុយក្បែរគ្រែកុំភ័យអ៊ំពុកនៅទីនេះពាក្យអ៊ំពុកធ្វើឲ្យនាងមានអារម្មណ៍ចម្លែកព្រោះសំឡេងគាត់មិនដូចមុនទៀតទេគាត់ចាប់ដៃនាងយឺតធ្វើឲ្យបេះដូងនាងលោតញាប់អ៊ំពុកសូមចេញទៅវិញបានទេនាងនិយាយទាំងខ្លាចវីរៈមើលមុខនាងយូរមុនសើចស្រាលកូនធំហើយស្អាតដូចម្ដាយកូនកាលនៅក្មេងពាក្យនោះធ្វើឲ្យស្រីនាងភ័យនាងដកដៃចេញភ្លាមហើយរត់ទៅជិតបង្អួចភ្លៀងនៅតែធ្លាក់ខ្លាំងខណៈបេះដូងនាងកាន់តែរញ្ជួយចាប់ពីយប់នោះមកស្រីនាងព្យាយាមគេចពីវីរៈគ្រប់ពេលប៉ុន្តែគាត់កាន់តែបង្ហាញអារម្មណ៍ចម្លែកពេលម្ដាយមិននៅផ្ទះគាត់តែងសួរនាងអំពីស្នេហាអំពីបុរសដែលនាងចូលចិត្តហើយពេលខ្លះថែមទាំងទិញសម្លៀកបំពាក់ថ្លៃឲ្យនាងមិត្តភក្តិនាងម្នាក់ឈ្មោះកដារាចាប់អារម្មណ៍ថាស្រីនាងមើលទៅស្ងប់ស្ងាត់ខុសធម្មតាថ្ងៃមួយនៅសាលាតារាសួរមានរឿងអីមើលទៅអូនដូចមានទុក្ខស្រីនាងស្ទាក់ស្ទើរប៉ុន្តែចុងក្រោយនាងក៏ប្រាប់ការពិតខ្លះតារាស្ងប់មួយសន្ទុះមុននិយាយបើគាត់ធ្វើអីមិនល្អអូនត្រូវប្រាប់ម្ដាយឬទៅនៅផ្ទះបងសិនក៏បានតែស្រីនាងមិនចង់ឲ្យម្ដាយឈឺចិត្តម្ដាយនាងស្រឡាញ់វីរៈខ្លាំងហើយពឹងផ្អែកលើប្រាក់របស់គាត់ដើម្បីរស់នៅយប់មួយទៀតម្ដាយនាងចេញទៅខេត្ត2ថ្ងៃផ្ទះនៅស្ងាត់ខ្លាំងស្រីនាងចាក់សោបន្ទប់ជាប់ប៉ុន្តែប្រហែលម៉ោង11យប់មានសំឡេងគោះទ្វារស្រីនាងបើកទ្វារមកអ៊ំពុកមានរឿងចង់និយាយនាងមិនឆ្លើយសំឡេងគោះកាន់តែខ្លាំងបើកទ្វារអ៊ំពុកគ្រាន់តែបារម្ភស្រីនាងភ័យរហូតទឹកភ្នែកហូរនាងចាប់ទូរស័ព្ទហៅតារាបងខ្ញុំភ័យណាស់គេតារាស្ដាប់ហើយរត់មកភ្លាមពេលគេមកដល់វីរៈកំពុងឈរមុខបន្ទប់ស្រីនាងតារាដើរចូលទៅនិយាយត្រង់អ៊ំគួរតែទុកឲ្យនាងសម្រាកវីរៈមើលតារាដោយកំហឹងនេះជារឿងគ្រួសារខ្ញុំកុំចូលមកជ្រៀតជ្រែកស្រីនាងបើកទ្វារយឺតហើយរត់ទៅក្រោយតារានាងញ័រទាំងខ្លួនតារាចាប់ដៃនាងហើយនិយាយថាអូនទៅជាមួយបងឥឡូវនេះវីរៈព្យាយាមទប់តែស្រីនាងស្រែកទាំងយំខ្ញុំខ្លាចលោកសូមទុកខ្ញុំឲ្យនៅស្ងប់បានទេសំឡេងនាងធ្វើឲ្យអ្នកជិតខាងបើកទ្វារមើលវីរៈស្ងប់ភ្លាមព្រោះខ្លាចគេដឹងតារានាំស្រីនាងចេញពីផ្ទះយប់នោះពីថ្ងៃក្រោយម្ដាយនាងត្រឡប់មកពេលស្រីនាងប្រាប់ការពិតអ្នកស្រីមីលីស្ទើមិនជឿប៉ុន្តែពេលឃើញស្រីនាងយំនិងតារាបញ្ជាក់អ្នកស្រីក៏ដឹងថាកូនស្រីមិនកុហកឡើយអ្នកស្រីមីលីទៅសួរវីរៈដោយផ្ទាល់ដំបូងគាត់បដិសេធប៉ុន្តែពេលម្ដាយនាងនិយាយថានឹងប្តឹងប៉ូលីសគាត់ក៏ខឹងហើយសារភាពថាគាត់គឺស្រឡាញ់គឺស្រីនាងពិតពាក្យនោះដូចកាំបិតចាក់បេះដូងម្ដាយនាងអ្នកស្រីមីលីយំខ្លាំងហើយបណ្ដេញវីរៈចេញពីផ្ទះភ្លាមក្រោយពីហេតុការណ៍នោះជីវិតស្រីនាងចាប់ផ្ដើមស្ងប់វិញនាងទៅរស់នៅជាមួយម្ដាយតែ2នាក់ហើយតារាតែងមកលើកទឹកចិត្តនាងបន្តិចម្ដងស្នាមរបួសក្នុងចិត្តក៏ចាប់ផ្ដើមជាសះស្បើយមួយល្ងាចពេលថ្ងៃលិចពណ៌មាសលើដំបូលផ្ទះស្រីនាងអង្គុយញឹមស្រាលជាមួយម្ដាយអ្នកស្រីមីលីចាប់ដៃកូនស្រីហើយនិយាយទាំងទឹកភ្នែកម៉ាក់សុំទោសម៉ាក់មិនដឹងថាកូនឈឺចាប់ប៉ុណ្ណាស្រីនាងគ្រវីក្បាលមិនអីទេម៉ាក់យើងនៅជាមួយគ្នាគ្រប់យ៉ាងនឹងល្អឡើងវិញខ្យល់ល្ងាចបក់ស្រាលសំឡេងសើចរបស់ម្ដាយនិងកូនឮឡើងវិញជាលើកដំបូងបន្ទាប់ពីព្យុះដ៏ខ្មៅងឹតក្នុងជីវិតបានកន្លងផុតទៅយប់នោះបន្ទាប់ពីភ្លៀងឈប់ធ្លាក់មេឃចាប់ផ្ដើមបើកភ្លឺស្រីនាងគេងនៅលើគ្រែតូចក្នុងបន្ទប់របស់នាងប៉ុន្តែភ្នែកនៅមិនទាន់លក់រាល់ពេលនាងបិទភ្នែកនាងនៅតែសំឡេងគោះទ្វារយប់នោះនៅក្នុងក្បាល
អ្នកស្រីមីលាដើរចូលមកយឺតហើយអង្គុយក្បែរកូនស្រីកូននៅមិនទាន់គេងទេស្រីនាងងក់ក្បាលខ្ញុំខ្លាចគាត់ត្រឡប់មកវិញម្ដាយនាងស្ទាបសក់នាងថ្នមគាត់មិនអាចធ្វើអីកូនបានទៀតទេម៉ាក់នឹងការពារកូនស្រីនាងមើលមុខម្ដាយហើយសង្កេតឃើញថាភ្នែកអ្នកស្រីក្រហមដោយសារយំជីវិតរបស់ម្ដាយនាងក៏ដូចជាបាក់បែកដែរបុរសដែលអ្នកស្រីជឿទុកចិត្តបំផុតបានក្លាយជាមនុស្សដែលបំផ្លាញគ្រួសារបន្ទាប់ពីវីរៈចាក់ចេញផ្ទះតូចនោះកាន់តែស្ងាត់ម្ដាយនាងខំធ្វើការពេញមួយថ្ងៃដើម្បីរកលុយផ្គត់ផ្គង់គ្រួសារស្រីនាងក៏ចាប់ផ្ដើមជួយលក់អនឡាញនិងបង្រៀនក្មេងតូចនៅជិតផ្ទះដើម្បីជួយម្ដាយថ្ងៃមួយនៅពេលនាងកំពុងរៀបចំសៀវភៅសម្រាប់បង្រៀនមានម៉ូតូមួយឈប់មុខផ្ទះស្រីនាងក្រឡេកមើលតាមបង្អួចហើយបេះដូងនាងស្ទើរឈប់ដំណើរការគឺវីរៈគាត់ស្លៀកអាវខ្មៅមុខស្រពាប់ស្រពោនមើលទៅដូចមនុស្សមិនបានគេងជាច្រើនថ្ងៃគាត់ឈរមុខផ្ទះដោយភ្នែកស្រងូតស្រងាត់ស្រីនាងអំពុកគ្រាន់តែចង់និយាយស្រីនាងថយក្រោយភ្លាមសូមលោកចេញទៅវីរៈដកដង្ហើមវែងអំពុកដឹងថាអំពុកខុសតែអំពុកនឹកកូនពាក្យនោះធ្វើឲ្យស្រីនាងខឹងខ្ញុំមិនមែនជាកូនស្រីរបស់លោកទេបើលោកស្រឡាញ់ខ្ញុំដូចកូនមិនគួរធ្វើឲ្យខ្ញុំភ័យបែបនេះទេវីរៈស្ងប់មុខគាត់បង្ហាញអារម្មណ៍ខ្មាស់អៀននិងឈឺចាប់ច្របូកច្របល់គ្នាពេលនោះអ្នកស្រីមីលាក៏ដើរចេញពីក្នុងផ្ទះពេលឃើញវីរៈភ្នែកអ្នកស្រីត្រជាក់ភ្លាមហេតុអីអ្នកមកទីនេះទៀតវីរៈមើលមុខប្រពន្ធចាស់របស់គាត់ហើយនិយាយសំឡេងទាបមីលាខ្ញុំចង់សុំទោសពាក្យសុំទោសមិនអាចលុបអ្វីដែលអ្នកធ្វើបានទេអ្នកស្រីមីលាចង្អុលទៅផ្លូវចេញទៅកុំត្រឡប់មកទៀតវីរៈឈរមួយសន្ទុះមុនដើរចេញយឺតស្រីនាងមើលខ្នងគាត់បាត់ទៅតាមផ្លូវក្រហមក្រោមពន្លឺថ្ងៃល្ងាចទោះនាងខឹងនិងខ្លាចប៉ុន្តែក្នុងចិត្តនាងក៏មានអារម្មណ៍សោកស្ដាយចម្លែកមួយដែរមនុស្សដែលធ្លាប់ទិញនំឲ្យនាងពេលនាងនៅក្មេងមនុស្សដែលធ្លាប់ជួសជុលកង់ឲ្យនាងគឺជាមនុស្សដែលនោះតែតណ្ហានិងគំនិតខុសឆ្គងបានបំផ្លាញអ្វីទាំងអស់យប់នោះស្រីនាងអង្គុយលើដំបូលផ្ទះម្នាក់ឯងខ្យល់ត្រជាក់បក់កាត់មុខនាងតារាឡើងមកអង្គុយក្បែរអូននៅគិតរឿងគាត់មែនទេស្រីនាងសើចស្រាលទាំងសោកសៅខ្ញុំមិនយល់ទេហេតុអីមនុស្សម្នាក់អាចផ្លាស់ប្ដូរខ្លាំងបែបនេះតារាសម្លឹងមេឃមនុស្សខ្លះមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបានតណ្ហាធ្វើឲ្យគេលងហើយបំផ្លាញអ្វីដែលខ្លួនស្រឡាញ់បំផុតស្រីនាងស្ងប់មាត់ពាក្យនោះធ្វើឲ្យនាងគិតយូរពេលវេលាកន្លងផុតទៅប៉ុន្មានខែជីវិតរបស់នាងកាន់តែប្រសើរនាងប្រឡងជាប់ចូលសាកលវិទ្យាល័យហើយតារាក៏តែងនៅក្បែរជួយនាងគ្រប់ពេលម្ដាយនាងចាប់ផ្ដើមញឹមវិញដូចមុនតែយប់មួយមានទូរស័ព្ទមកពីលេខមិនស្គាល់ស្រីនាងលើកទូរស័ព្ទអាឡូសំឡេងម្ខាងទៀតធ្វើឲ្យនាងកក់ឈាមស្រីនាងជួយអំពុកផងគឺសំឡេងវីរៈសំឡេងគាត់ខ្សោយនឹងដាច់អំពុកនៅមន្ទីរពេទ្យគេស្រីនាងស្ងប់បេះដូងនាងចាប់ផ្ដើមលោតញាប់ទោះគាត់ធ្វើឲ្យនាងឈឺចាប់ប៉ុណ្ណាក៏នាងមិនអាចបដិសេធថាស្រីនាងកាន់ទូរស័ព្ទឈ្ងៀមមួយសន្ទុះសំឡេងដកដង្ហើមខ្សោយពីម្ខាងទៀតធ្វើឲ្យបេះដូងនាងច្របូកច្របល់អតីតកាលដ៏អាក្រក់នៅតែដុតចិត្តនាងប៉ុន្តែក្នុងជំរៅចិត្តនាងក៏មិនអាចមើលរំលងមនុស្សម្នាក់ដែលធ្លាប់រស់នៅក្រោមដំបូលផ្ទះតែមួយបានដែរលោកនៅមន្ទីរពេទ្យណានាងសួរសំឡេងទាបក្រោយពេលដឹងទីកន្លែងស្រីនាងប្រាប់ម្ដាយអ្នកស្រីមីលាស្ងប់មួយសន្ទុះមុនដកដង្ហើមវែងម៉ាក់ទៅជាមួយកូន
យប់នោះពន្លឺអំពូលពណ៌ស្នៅមន្ទីរពេទ្យភ្លឺស្រអាប់ក្លិនថ្នាំនិងសំឡេងម៉ាស៊ីនពេទ្យធ្វើឲ្យបរិយាកាសត្រជាក់ចិត្តពេលស្រីនាងដើរចូលបន្ទប់លេខ103នាងឃើញវីរៈដេកលើគ្រែពេទ្យមុខស្លេកស្លាំងខុសពីបុរសរឹងមាំកាលមុនគាត់បើកភ្នែកយឺតពេលឃើញស្រីនាងនិងអ្នកស្រីមីលាទឹកភ្នែកគាត់ហូរចុះស្រាលអ្នកទាំងពីរនៅមកអ្នកស្រីមីលីឈរឆ្ងាយមិននិយាយអ្វីស្រីនាងក៏នៅស្ងៀមចុងក្រោយវីរៈនិយាយទាំងសំឡេងញ័រខ្ញុំដឹងថាខ្ញុំគ្មានសិទ្ធិសុំអភ័យទោសទេតែខ្ញុំចង់និយាយម្ដងចុងក្រោយគេគាត់ក្អកខ្លាំងមុនបន្តតណ្ហានិងគំនិតអាក្រក់ធ្វើឲ្យខ្ញុំបាត់បង់គ្រប់យ៉ាងខ្ញុំបំផ្លាញគ្រួសារខ្លួនឯងបំផ្លាញចិត្តកូនស្រីនាងស្ដាប់ទាំងភ្នែកក្រហមនាងនៅតែឈឺចាប់ប៉ុន្តែនាងឃើញមនុស្សម្នាក់ដែលកំពុងសោកស្ដាយពិតប្រាកដវីរៈយកស្រោមសម្បុត្រតូចមួយពីក្រោមខ្នើយហើយប្រគល់ឲ្យស្រីនាងនេះជាប្រាក់ទាំងអស់ដែលខ្ញុំសន្សំបានយកទៅរៀនកុំឲ្យជីវិតកូនខូចដូចខ្ញុំកស្រីនាងមិនទទួលភ្លាមទេនាងមើលមុខគាត់យូរមុននិយាយស្ងាត់ខ្ញុំមិនអាចភ្លេចអ្វីដែលលោកធ្វើបានទេតែខ្ញុំក៏មិនចង់រស់ដោយកំហឹងដែរទឹកភ្នែកវីរៈហូរចុះគាត់បិទភ្នែកយឺតដូចមនុស្សដែលទើបដាក់បន្ទុកធ្ងន់ចេញពីចិត្តពីថ្ងៃក្រោយវីរៈបានស្លាប់ដោយសារជំងឺថ្លើមធ្ងន់ពិធីបុណ្យសពរបស់គាត់ស្ងាត់ខ្លាំងមិនសូវមានអ្នកមកចូលរួមទេស្រីនាងនិងម្ដាយឈរមើលភ្លើងធូបហុយឡើងទៅលើមេឃដោយអារម្មណ៍សោកសៅច្របូកច្របល់អ្នកស្រីមីលីស្រក់ទឹកភ្នែកស្ងាត់ទោះគាត់ខុសយ៉ាងណាគាត់ក៏ធ្លាប់ជាប្តីម៉ាក់ស្រីនាងចាប់ដៃម្ដាយអតីតកាលយើងមិនអាចកែបានទេតែយើងអាចរស់ថ្ងៃស្អែកឲ្យល្អជាងមុនខ្យល់បក់កាត់វត្តស្រាលសំឡេងព្រះសូត្រធម៌ឮទន់ក្នុងបរិយាកាសល្ងាចបន្ទាប់ពីហេតុការណ៍ទាំងអស់ស្រីនាងខិតខំរៀនរហូតបញ្ចប់សាកលវិទ្យាល័យនាងក្លាយជាគ្រូបង្រៀននិងជួយក្មេងស្រីដែលមានបញ្ហាគ្រួសារដូចនាងតែងប្រាប់ពួកគេថាកុំខ្លាចក្នុងការនិយាយការពិតមនុស្សដែលស្រឡាញ់អ្នកពិតនឹងការពារអ្នកមិនមែនធ្វើឲ្យអ្នកភ័យទេឆ្នាំជាច្រើនក្រោយមកនៅល្ងាចមួយដែលមេឃពណ៌មាសស្រីនាងអង្គុយមើលសិស្សតូចរត់លេងក្នុងសាលាតារាដែលឥឡូវក្លាយជាស្វាមីនាងដើរមកក្បែរហើយញឹមកំពុងគិតអីស្រីនាងញឹមស្រាលខ្ញុំគ្រាន់តែគិតថាទោះជីវិតធ្លាប់ឆ្លងកាត់ភាពងឹតប៉ុណ្ណាក៏ពន្លឺនៅតែអាចត្រឡប់មកវិញបានខ្យល់ល្ងាចបក់កាត់សក់នាងថ្នមពន្លឺថ្ងៃចុងក្រោយរះលើមុខនាងដែលពោរពេញដោយសេចក្តីស្ងប់ហើយជីវិតថ្មីរបស់ស្រីនាងក៏ចាប់ផ្ដើមពីទីនោះ